សាច់រឿងយើងបន្តមកទៀតមកយើងក៏បានឃើញមនុស្សពីរនាក់កំពុងតែធ្វើដំណើរបញ្ញាបញ្ញាតាណាទេហើយយើងក៏បានឃើញអាបរមម្នាក់នេះបាននិយាយទៅនារីនៅមុខហាបងស្រីជាន់ខ្ពស់ហាចាស់ទុំបានបញ្ជាឲ្យយើងនឹងទៅរកបរមម្នាក់ដែលភ្ញាក់ឡើងនៅរាងកាយដ៏ពិសេសនោះហើយសិស្សម្នាក់ដែលបានភ្ញាក់ឡើងនៅរាងកាយដ៏ពិសេសនោះមិនមែននរណាឆ្ងាយទេគឺជាជាងយូយើងនេះឯងហើយអ្នកទាំងពីរហ្នឹងក៏បានឆ្ងល់ថាហេតុអ្វីបានជាសិស្សដែលបានភ្ញាក់ឡើងនៅរាងកាយពិសេសហ្នឹងដង្ហើមរបស់គាត់មិនថេរភាពចឹងហើយថេរភាពយ៉ាងម៉េចបើជាងយូយើងមួយនេះចាក់ខ្លួនឯងងាប់រហូតហ្នឹងភ្លាមៗអ្នកទាំងពីរក៏បានឃើញជាងយូយើងកំពុងតែយកដាវរៀបនឹងចាក់ខ្លួនឯងម្ដងទៀតហើយដោយដល់ចំនួនទី998ដែលរៀបម្នាក់នេះឃើញជាងយូយើងហើយក៏បានស្គាល់ផងដែរក៏បានថានេះគឺជាជាងយូយើងទៅហេតុអ្វីក៏គាត់នៅទីនេះចឹងដោយនាងបានឃើញជាងយូរៀបនឹងចាក់ខ្លួនហើយនាងក៏បានរត់ទៅខតែម្ដងជាងយូយើងឃើញនាងហើយក៏បានព្យាបាលជាខ្លាំងក៏បានសួរនាងថាឌីយីគឺជាអ្នកហេតុអ្វីក៏អ្នកមកទីនេះបានអញ្ចឹងឌីយីមិនហ្នឹងក៏មិនបានស្ដាប់ពីសម្ដីជាងយូយើងដែរនាងក៏បានយំហើយក៏និយាយទៅជាងយូយើងថាហេតុអ្វីក៏ជាងយូយើងចង់ធ្វើអត្តឃាតខ្លួនឯងអញ្ចឹងកុំគិតខ្លីល្ងងខ្លៅយ៉ាងអីដឹងទេថាឪពុករបស់ខ្ញុំបានសោកស្ដាយអ្នកខ្លាំងណាស់ចំពោះ3ឆ្នាំមុននេះជាងយូយើងក៏គិតចិត្តថាមិនដឹងថាប្រាប់បញ្យលនាងបែបណាទេតែប៉ាត់ខ្ញុំមិនធ្វើអត្តឃាតខ្លួនឯងទេគ្រាន់តែចង់យកបន្ទុកពីប្រព័ន្ធតែប៉ុណ្ណោះពេលនោះឌីយីក៏បាននិយាយបន្តទៀតថាខ្ញុំបានដើររកបរិមម្នាក់ដែលបានភ្ញាក់ឡើងនៅរាងកាយដ៏ពិសេសនោះក៏ប៉ុន្តែបរិមម្នាក់ដែលបានភ្ញាក់ឡើងនៅរាងកាយដ៏កំពូលនោះគឺជាបងប្រុសចាងវូឯងទេតាមើលទៅបងប្រហែលជាអាចវឹកហាត់វិញបានហើយអបអរសាទរផងខ្ញុំប្រកាសច្បាស់ណាស់ថាបងពិតជាអាចធ្វើវាបានពេលហ្នឹងជាងយូយើងក៏បានគិតក្នុងចិត្តថាការភ្ញាក់ឡើងនៅរាងកាយដ៏កំពូលរបស់ខ្ញុំបានកត់សម្គាល់ដល់និកាយហុងវូនឹងផងហើយឌីជីម្នាក់ក៏បានឲ្យជាងយូយើងទៅនិកាយវិញទៅក៏ប៉ុន្តែជាងវូបានគិតពីទង្វើរបស់ពួកអាហ្នឹងតាំងពី3ឆ្នាំមុនដែលបានធ្វើដាក់គាត់ផងដែរគាត់ពិតជាស្អប់ពួកអាហ្នឹងជាខ្លាំងហើយនៅក្រៅវិញគាត់ក៏បាននិយាយទៅឌីជីថាអូខេខ្ញុំនឹងទៅហើយខ្ញុំពិតជារំភើបខ្លាំងមែនតើដែលបានទៅជួបពួកអាមុខឆ្កែទាំងអស់ហ្នឹងទៀតសាច់រឿងយើងក៏មកដល់កន្លែងប្រជុំពួកនេះផងដែរដោយយើងបានឃើញតាសក់ពណ៌ក្រហមនេះបាននិយាយថាលោកម្ចាស់លីនពេលនេះលោកបានទទួលសិស្សដ៏មានទេពកោសល្យម្នាក់ទៀតហើយសូមអបអរសាទរផងហើយលោកម្ចាស់លីនមុនហ្នឹងក៏បានដាក់ខ្លួនបន្តែកហើយតាសក់ពណ៌លឿងមុននេះឮគេថាគឺជាអ្នកនាំសារគាត់ក៏បាននិយាយថាលោកម្ចាស់លីនដាក់ខ្លួនពេកហើយលើកមុនមានសិស្សម្នាក់បានឆ្អឹងរកកំពូលឥឡូវនេះគឺរាងកាយដ៏ពិសេសទៀតផងអ្នកនៅទឹកដីដ៏បរិសុទ្ធរបស់ខ្ញុំគឺកម្រណាស់សម្រាប់រឿងនេះហើយខ្ញុំមកនេះមិនមែនជប់លៀងតែម្យ៉ាងទេគឺចង់បានគេមួយទៀតលោកម្ចាស់លីនឮរឿងនេះហើយក៏និយាយថា3ឆ្នាំមុនឆ្អឹងកំពូលតើពេលនេះអ្នកចង់បានអ្វីទៀតពីខ្ញុំនោះចំណែកឯអ្នកនាំសារមុនហ្នឹងក៏បានតបវិញថាអ្នកគួរតែដឹងហើយចង់ធ្វើជាឆ្កែល្អសម្រាប់អ្នកទឹកដីដ៏បរិសុទ្ធនោះអ្នកគួរតែបម្រើឲ្យបានល្អបន្តិចហើយមិនបាច់ឲ្យខ្ញុំពន្យល់ច្រើនទេចំណែកឯលោកគ្រូលីនមួយហ្នឹងក៏បានទទួលបញ្ជាដោយទឹកមុខមិនរីកតតែសោះហើយភ្លាមៗហ្នឹងក៏មានអ្នកជួនដំណឹងមកដល់ដោយអ្នកជួនដំណឹងមកដល់បាននិយាយថាពេលនេះពួកគេបានរកឃើញអ្នកដែលមានទេពកោសល្យនោះហើយគេនៅខាងក្រៅលោកម្ចាស់លីនបានស្ដាប់ឮហើយក៏ឲ្យអញ្ជើញគេមកឲ្យលឿនមកភ្លាមៗជាងយូយើងក៏បានមកដល់ដែលថាលោកគ្រូខានជួបគ្នាយូរហើយលោកគ្រូលីនឃើញជាងយូយើងហើយក៏ភ្ញាក់ផ្អើលផងដែរជាងយូហេតុអ្វីបានជាឯងនៅទីនេះអញ្ចឹងនៅទីនេះមិនស្វាគមន៍ឯងទេឯងឆាប់ត្រឡប់ទៅវិញទៅខ្ញុំមិនចង់និយាយច្រើនទេណាហើយអ្នកនាំសារមួយនេះឃើញជាងយូយើងហើយក៏គិតក្នុងចិត្តថាគួរឲ្យចាប់អារម្មណ៍មែនជាងយូយើងឃើញលោកគ្រូលីនបានដេញគាត់ចេញហើយក៏និយាយថាអំបញ្ញមិញហ្នឹងអ្នកបានកោះហៅខ្ញុំជាប្រញាប់ប្រញាល់ឥឡូវនេះហេតុអ្វីបានជាអ្នកដេញខ្ញុំចេញទៅវិញអញ្ចឹងហើយជាងយូក៏បានបញ្ចេញកម្លាំងរបស់គាត់មកផងដែរដោយឥឡូវនេះគាត់ឈានទៅដល់អាណាចក្រធាតុទាំង5នៅចុងក្រោយហើយចំណែកឯលោកគ្រូលីនយើងវិញក៏ភ័យខ្លាចផងដែរគាត់បាននិយាយថាតើឯងមិនមកកំចាត់ខ្ញុំតើមែនទេជាងយូយើងក៏បាននិយាយថារឿងចាស់តើអ្នកមិនចង់បំផ្លាញខ្ញុំទេលោកគ្រូលីនឮហើយក៏គិតក្នុងចិត្តថាក្មេងម្នាក់នេះកាលពី3ឆ្នាំមុនខ្ញុំបានបំផ្លាញគាត់ហើយនៅពេលនេះគាត់បានភ្ញាក់ឡើងនៅរូបរាងកាយដ៏កម្រទៀតផងតើគាត់អាចមកសងសឹកខ្ញុំដែរឬទេហើយនៅពេលហ្នឹងលោកគ្រូលីនក៏បាននិយាយទៅជាងយូយើងថាអ្នកហ៊ានឆ្លើយនៅមុខខ្ញុំផងអ្នកឆាប់លោតជង្គង់ចុះទៅហើយលោកគ្រូក៏បានបញ្ចេញយុទ្ធសាស្ត្ររបស់គាត់ហៀបនឹងសម្លាប់តួប្រុសយើងហើយក៏ប៉ុន្តែជាងយូបាននិយាយឌឺថាគ្រាន់តែនៅកម្រិតអាណាចក្រសៀនវូសអ្នក
នេះចង់សម្រាប់ខ្ញុំផងប៉ាត់ជាខ្សោយខ្លាំងមែនតើជាងយើងអាងថាគេនឹងមានរូបរាងកាយអមតៈទេមិនចេះងាប់នោះមិនចេះខ្លាចតតែសោះភ្លាមហ្នឹងកន្លែងហ្នឹងក៏បានផ្ទុះហើយអ្នកនាំសារក៏បាននិយាយទៅលោកគ្រូលីនថាតើអ្នកកំពុងតែធ្វើអ្វីហ្នឹងដោយពួកគេកំពុងតែប្រកែកគ្នាហើយលោកគ្រូលីនក៏គិតថាជាងយើងស្លាប់ផងដែរចំណែកឯអ្នកនាំសារវិញក៏និយាយទៅលោកគ្រូលីនថានៅពេលនេះអ្នកបានធ្វើខុសហើយអ្នកចាំទទួលទោសទៅហើយមកដល់កន្លែងដីហើយវិញជាងយើងមិនទាន់ស្លាប់ទេហើយសារតែគាត់បានរស់ឡើងវិញនឹងផងដែរហើយប្រព័ន្ធក៏បាននិយាយទៅជាងយើងថាពេលនេះគាត់បានស្លាប់ម្ដងទៀតហើយគាត់ក៏អាចរៀនបច្ចេកទេសកម្រិតព្រះមួយនេះផងដែរតើអ្នកចង់រៀនវាដែរឬទេជាងយើងក៏បាននិយាយថាចង់រៀនភ្លាមៗកន្លែងនោះក៏បានបញ្ចេញពន្លឺមកឯលោកគ្រូលិនឃើញហើយក៏ភ្ញាក់ផ្អើលផងដែរហើយគាត់បានកើតឃើញចិត្តថាមិនអាចទៅរួចទេខ្ញុំឈានទៅដល់អាណាចក្រសៀនវូចុងក្រោយផាយមួយបាតដៃរបស់ខ្ញុំអំបញ្ញមិញហ្នឹងធ្វើឲ្យគេអាចស្លាប់1000ដងឯនោះហេតុអ្វីបានជាគេមិនអាចស្លាប់អញ្ចឹងចំណែកឯជាងយើងងើបមកហើយក៏និយាយឌឺទៅលោកគ្រូលិនផងដែរអ្នកមិនអាចសម្លាប់ខ្ញុំបានទេលោកគ្រូលិនមិនអស់ចិត្តទេក៏បានស្ទុះវាប្រហារទៅជាងយើងទៀតដោយប្រើស្នៀតម្រាមដៃឋានសួគ៌ក៏ប៉ុន្តែជាងយើងបានឌឺថាជំនាញតូចតែប៉ុណ្ណោះអ្នកមិនអាចធ្វើអ្វីខ្ញុំបានទេលោកគ្រូលិនក៏ភ្ញាក់ផ្អើលរឿងនេះផងដែរតែជាងយើងក៏បាននិយាយឌឺបន្ថែមទៀតនៅពេលនោះផងដែរអ្នកនរសាក៏បានទះដៃហើយក៏និយាយទៅជាងយើងថាពិតជាមនុស្សមានទេពកោសល្យមែនជាងយើងបានងាកទៅមើលគាត់បរិសម្នាក់នេះមិនដឹងថាសាវតាគាត់យ៉ាងម៉េចយ៉ាងម៉ាទេឬក៏អាចថាខ្លាំងជាងលោកគ្រូលិនទៀតអ្នកនាំសារនឹងក៏បាននិយាយថាខ្ញុំមកពីដែនដីដ៏បរិសុទ្ធហើយលោកម្ចាស់របស់ខ្ញុំមានឈ្មោះថាលិនសៀវហើយនៅពេលនេះចៅហ្វាយរបស់ខ្ញុំក៏បានចូលចិត្តនៅទេពកោសល្យរបស់អ្នកផងដែរហើយទឹកដីដ៏បរិសុទ្ធរបស់ខ្ញុំមិនមានតែកន្លែងមួយទេគឺបែងចែកជាពីរផងដែរគឺនៅភាគខាងកើតនិងនៅភាគខាងលិចហើយខ្ញុំមកនេះក៏មកអញ្ជើញអ្នកចូលទៅទឹកដីដ៏បរិសុទ្ធរបស់ខ្ញុំផងដែរសូមអ្នកគួរតែកាត់ពិចារណាវាដោយប្រុងប្រយ័ត្នទៅហើយគេក៏បានបោះអ្វីទេអត់ទៅជាងយើងក៏អាចហៅវាថាជាផ្លាកសង្កល់ខ្លួនផងដែរឬក៏អាចហៅគឺជាការអញ្ជើញជាងយើងក៏បាននិយាយថាគួរឲ្យចាប់អារម្មណ៍ពិតមែនក៏ប៉ុន្តែបើអ្នកចង់អូសទាញខ្ញុំចូលនោះខ្ញុំត្រូវតែមានលក្ខខណ្ឌផងដែរគឺខ្ញុំចង់បានជីវិតរបស់បុត្រាដ៏បរិសុទ្ធនោះដែលមានឈ្មោះថាហ្វេងសៀងយូតែប៉ាត់លៀនសៀវហ្នឹងគឺជាឈ្មោះនៃគឺជាប៉ារបស់គេទេដែលមានឈ្មោះថាទឹកដីដ៏បរិសុទ្ធលៀងសៀវអ្នកនាំសារស្ដាប់ឮរឿងនេះហើយក៏បានធ្វើមុខតក់ស្លុតជាខ្លាំងដោយថានេះគឺជាសំណើចមិនសមហេតុផលទេសូមអ្នកដូរលក្ខខណ្ឌនេះទៅជាងយើងបានតបថាប្រសិនបើអ្នកមិនអាចធ្វើវាបានទៅហើយចឹងចាំបាច់អីខ្ញុំត្រូវចូលនោះខ្ញុំមិនចង់ចូលទេគាត់ក៏បានបំបីអាផ្លាកនឹងផងដែរចំណែកឯអ្នកនាំសារវិញក៏បានខឹងជាងយើងជាខ្លាំងគាត់បាននិយាយថាឯងរកសេចក្តីស្លាប់ហើយចំណែកឯជាងយើងវិញក៏បាននិយាយថាប៉ិតមែនហើយខ្ញុំកំពុងតែរកការស្លាប់ផងដែរតែអ្នកចង់សម្លាប់ខ្ញុំមែនទេឆាប់មកអ្នកនាំសារមួយនឹងខឹងជាងយើងខ្លាំងមែនទែនក៏បានស្ទុះដោយប្រើស្នៀតដ៏អស្ចារ្យរបស់គាត់ដែលគេហៅថាស្នៀតនោះគឺសម្លាប់ភ្លាមតែម្ដងក៏បានធ្វើឲ្យលោកគ្រូលីនមួយនេះពិតជាភ្ញាក់ផ្អើលផងដែរចំណែកឯជាងយើងវិញក៏មិនកើតអ្វីដែរដោយសារតែគាត់អាចរស់ឡើងវិញហើយនៅពេលនេះគាត់បានបន្ទុកបទពិសោធន៍ចំនួន108ហើយគាត់ក៏បានរកនឹកពិធីដែលគាត់រកបន្ទុកបានច្រើនដោយសារតែពេលនេះអ្នកនាំសារមនុស្សកំពុងតែខឹងសម្បែរនឹងខ្ញុំហើយខ្ញុំគួរតែរកបន្ទុកពីគេបន្តិចគាត់ក៏បានធ្វើទឹកមុខសប្បាយចិត្តជាខ្លាំងហើយមកដល់ខាងក្រៅវិញយើងក៏បានឃើញលោកគ្រូលីនបានដោយសារតែអ្នកនាំសារនឹងថាលោកពិតជាអស្ចារ្យមែនអ្នកនាំសារនេះរបស់លោកអំបញ្ញមែនពិតជាខ្លាំងក្លាណាស់គួរឲ្យកោតសរសើរចំណែកឯអ្នកនាំសារម្នាក់ក៏បានដាក់ខ្លួនផងដែរភ្លាមជាងយើងក៏បានចេញពីកន្លែងផ្ទុះអំបញ្ញមែនហើយក៏បានធ្វើឲ្យអ្នកនាំសារមួយនោះភ្ញាក់ផ្អើលជាខ្លាំងមិនអាចទៅរួចទេជាងយើងក៏បាននិយាយឌឺថាស្នៀតអំបញ្ញមែនពិតជាខ្លាំងមែនតើក៏ប៉ុន្តែវាមិនអាចធ្វើឲ្យខ្ញុំស្លាប់បានទេបើអ្នកចង់ឲ្យខ្ញុំស្លាប់នោះគួរតែសាកល្បង2 3ដៃទៀតទៅហើយអ្នកនាំសារមួយហ្នឹងក៏បានខឹងសម្បានឹងជាងយើងជាខ្លាំងហើយភ្លាមគាត់ភ្លេចគាត់ថាជាងយើងមានរាងកាយដ៏ពិសេសមួយដោយសារតែនេះហើយទើបមិនអាចសម្លាប់គេបានហើយគាត់ក៏បានគិតពីផលប្រយោជន៍ផងដែរគាត់មានគំនិតចង់ប្លន់រូបរាងកាយរបស់ជាងយើងគាត់គិតថារាងកាយរបស់ជាងយើងនេះពិតជាមានសក្តានុពល
ខ្លាំងពិតមែនហើយនៅខាងក្រៅវិញជាងយូរយើងក៏បានបង្ខំឲ្យគាត់ចូលមកសម្លាប់គាត់ទៀតមកក៏ប៉ុន្តែលោកអ្នកនាំសារមួយនឹងក៏បាននិយាយថាទេពកោសល្យរបស់លោកជាងយូឯងពិតជាអស្ចារ្យមែនខ្ញុំមិនអាចសម្លាប់អ្នកបានទេហើយក៏បានធ្វើឲ្យជាងយូនេះពិតជាធ្លាក់ទឹកមុខជាខ្លាំងដោយបង្ខំឲ្យលោកអ្នកនាំសារមួយនឹងឆាប់មកសម្លាប់គេភ្លាមមកគេចង់ស្លាប់ក៏ប៉ុន្តែអ្នកនាំសារមួយនឹងក៏បានតបថាពី3ថ្ងៃក្រោយទៀតខ្ញុំនឹងមករកអ្នកសូមអ្នកគិតពិចារណាវាទៅហើយនៅពេលនេះខ្ញុំមានការរវល់ហើយខ្ញុំសូមលាអ្នកទៅមុនហើយចំណែកឯជាងយូយើងវិញក៏ខំហាមគាត់ផងដែរដែលថាខ្ញុំចង់ស្លាប់តើអ្នកមិនអាចសម្លាប់ខ្ញុំនៅពេលនេះបានទេខ្ញុំចង់ស្លាប់ខ្លាំងណាស់សូមអ្នកមកសម្លាប់ខ្ញុំភ្លាមទៅចំណែកឯអ្នកនាំសារមួយហ្នឹងក៏បានធ្វើដំណើរទៅហើយក៏បានគិតក្នុងចិត្តផងដែរដោយគិតថាជាងយូយើងនេះប្រហែលជាមានវិបត្តិផ្លូវចិត្តហើយ80ម៉ោងក្រោយមកយើងក៏បានឃើញប្រព័ន្ធលោតមកដែលនិយាយថាពេលនេះបន្ទុកបទពិសោធន៍របស់អ្នកគឺដល់480ហើយជាងយូយើងក៏បាននិយាយថាអូយពិតជាអស្ចារ្យខ្លាំងមែនទែនហើយក៏ហត់នឿយផងដែរ